ประสมกรุบจำเรียบซัวเนครูลูกครูพร้อมเตียงอลเรบังโอนนักนองสิกใดสลายในพระอมจาปริสุคริบายังออกคนพระองค์สำหรับพระโปรบพองพระองค์ได้ปฏิญโปเอายังมีอาการขนมกาจูบจุมคณีไอออกคนพระองค์ได้ประดาลภัยไอกษัตริย์ดอกชมขนมกาใจพระบรรทุลรสิลนี้ไอออกคนเนี่ยครูได้บานประดาลภัยไอกษัตริย์สำหรับขยมให้ก็ออกคนลงเนี่ยบองโอนต่างออกคณีได้ยังอัดทั้งหมดจมวยคณีในขนมกาเรียนพระบรรทุลจมวยคณีสำหรับหลังนี้บ่าบองโอนบานตัวอาหารสำรันกรุบคณีหายบ่าจะแอดหายบ่าบานตัวอาหารสำรันจะแอดคอมเพล็กบ่าอาหารคางวิญญาณบ่าไอ้มันเนี่ยครูอธิบายปีไอ้เก๋จำนองเชิงบ่ากาตอมาห้าบ่ากาตอมาห้าบ่าเชือกบองโอนมีนบอดปีศาจชราญขนมกาตอมาห้าชมเลิกมุ้ยจะตรงนังกาตอมาห้าบ่ากาปีโนเอลนำปีปอนบ่ามาเพย์ใบบ่าเป็นนุคือยังบานเรียบจำกระโดสำรับจับชนาวบ่าเนเป็นนุเสือบอลเนี่ยครูเสือขังที่อีก็เคยชมดะกระโดมุ้ยเชี่ยสบอตูสับบ่าแมนตูสับอะไรสำหรับไอ้ตัวสบอตูสับเนเป็นนุก็เคยสบอตูสับกดอธิษฐานตอมแต่มาดองกดอธิษฐานตอมสมตูสับนั่งปันท้ายอัดบานตูสับที่บานสบกระโดบ่าขนมตูสับขนมสบกระโดนั่งคือมีระบบเซ็งกล่าวปีตูสับการอธิษฐานตอมคือตามพนัยตอนนี้บองปนมุยได้ลูกเนี่ยบานตรกาให้ลูกเนี่ยก็ตูสมพระองค์ให้อธิษฐานตอมจองบานนะตืบบานลูกเนี่ยบองปนอธิษฐานตอมตูฝ่ายจากการเปรียจมเมียนบัดปีศาจนการอธิษฐานตอมมุ้ยจะตรงนังจำนวนจงกรอยได้นักครูบานใจใจคืออธิษฐานสมตือดาวปีเปรียเจมจาปีได้ชงบรรจบสลาเปรียกัมปีพนมเป้งชนำปีปอนดับประใบจำอธิษฐานสมตือดาวปีปองตาชมนังเตอบ่มราเปรียในกลายหน้าขนมดวงจัดบอกชมอัดจองบ่มราเปรียในพนมเป้งดิบ่าอัดจองในพนมเป้งดิปลุกกระทานในพนมเป้งนั่งเวียนแย่ใหญ่ไปตีมวยจะตรงจราจรก็ระเงียระใหญ่จะตรงนั่งการโทษดำน้าดูจิตเตียมันดูชราอันเตียไฮนามวยครูคงเวียนก็ชราอันใดไปเฮียมวยคือจัดគ្នាមែនតើโดยเฉพาะจังหวัดอธิษฐานตอมสมตือดาวสมเอาชงายពីភ្នំពេញតិចបាទប៉ុន្តែព្រះអង្គដាក់មកមិនមែនឆ្ងាយបន្តិចទេឆ្ងាយយកតែមែនតើបាទភូមិស្រែកសាំងស្រុកតាពាំងប្រាសាទខេត្តឧត្តរមានជ័យបាទ2ឆ្នាំបាទបងប្អូនសិតធ្លាប់បានទៅហើយបាទបងប្អូនខាងអាតូមីយើងក៏ធ្លាប់ទៅបានច្រើនអ្នកដែរបើជីពីព្រឹកទៅដល់នោះល្ងាចហើយបើជីពីល្ងាចទៅដល់នោះព្រឹកវិញបាទអញ្ចឹងយើងចំណាយពេលច្រើនម៉ោងដែរប៉ុន្តែអរគុណព្រះអង្គឥឡូវព្រះអង្គហៅឲ្យមកភ្នំពេញវិញបាទព្រះអង្គត្រាស់ហៅឲ្យមកភ្នំពេញវិញបាទថ្ងៃនេះយើងនឹងស្វែងយល់ព្រះបន្ទូលព្រះអង្គជាមួយគ្នាមួយទៀតគឺតកតងនឹងការត្រាស់ហៅរបស់ផងព្រះជាម្ចាស់ព្រះទ្រង់ត្រាស់ហៅលោកម៉ូសេក្នុងការបម្រើព្រះអង្គនៅក្នុងព្រះគម្ពីរនិក្ខមណាំងជំពូកទី3ខទី1ដល់ជំពូកទី4ខទី17បាទព្រះគម្ពីរនេះវែងខ្ញុំនឹងមិនអានជូនទេបើសិនជាអានដល់ម៉ោងចប់តែម្ដងបាទអញ្ចឹងយើងអត់អានទេប៉ុន្តែខ្ញុំចង់ប្រាប់អស់លោកបងប្អូនត្រួសតកតងនៅនឹងព្រះគម្ពីរនិក្ខមណាំងបាទបងប្អូនខ្លះធ្លាប់រៀនជាមួយខ្ញុំច្រើនលើកច្រើនសារហើយក៏ប្រហែលជាធ្លាប់ឆ្លងកាត់ថ្នាក់ TE ក៏មានដែរនិក្ខមណាំងមានន័យថាម៉េចបាទការចាក់ចែងដំណើរនៃការចាក់ចែងឬក៏ការចាក់ចែងពីភាពជាទាសករឬក៏ចាក់ចែងទៅរកសេរីភាពនិក្ខមណាំងមានន័យថាដំណើរចាក់ចែងទៅណាចាក់ចែងទៅរកសេរីភាពចាក់ចែងពីភាពជាទាសករនៅស្រុកអេស៊ីបនៅពេលដែលពួកគេធ្វើដំណើរចេញពីអេស៊ីបធ្វើដំណើរទៅមានម្នាក់ដែលព្រះទ្រង់បានត្រាស់ហៅឲ្យទៅនាំគេចេញពីអេស៊ីបមកមិនមែនសុកគេរត់ចេញពីអេស៊ីបទេគឺព្រះទ្រង់បានត្រាស់ហៅមនុស្សម្នាក់ឲ្យមកដើម្បីនាំមនុស្សចេញពីស្រុកអេស៊ីបតើព្រះអង្គទ្រង់ត្រាស់ហៅនរណា
bàព្រះទ្រង់ត្រាស់ហៅម៉ូសេចុះម៉ូសេជាអីបានព្រះអង្គត្រាស់ហៅបាទជាសាវកជាមនុស្សធម្មតាម៉ូសេជានរណាហើយម៉ូសេហ្នឹងមានន័យថាម៉េចបាទព្រះទ្រង់ប្រើលោកម៉ូសេដើម្បីទៅរំដោះជនជាតិអ៊ីស្រាអែលចេញពីភាពជាទាសកររបស់ពួកអេស៊ីបម៉ូសេឈ្មោះម៉ូសេហ្នឹងធម្មតាឈ្មោះរបស់យើងមានន័យផ្សេងគ្នាមែនទេអ្នកខ្លះឈ្មោះបុប្ផាទៅអ្នកខ្លះឈ្មោះផ្សេងទៀតគឺអត្ថន័យផ្សេងគ្នាម៉ូសេមានន័យថាម៉េចបាទម៉ូសេមានន័យថាស្រង់ចេញពីទឹកលោកម៉ូសេត្រូវគឺជាជនជាតិអ៊ីស្រាអែលប៉ុន្តែត្រូវបានគេយកបណ្ដែតទឹកហេតុអីបានម៉ូសេត្រូវបានគេយកបណ្ដែតទឹកដោយព្រោះស្ដេចផារ៉ោនតាមសម្លាប់មនុស្សប្រុសដែលជាជនជាតិហេប្រឺឬក៏ជនជាតិអ៊ីស្រាអែលនោះមូលហេតុដែលតាមសម្លាប់ខ្លាចអ៊ីស្រាអែលគេមានគ្នាច្រើនពេកទៅគេបះបោរដណ្ដើមទឹកដីរបស់ពួកអេស៊ីបដូច្នេះគេសម្លាប់ក្មេងប្រុសគេទុកតែក្មេងស្រីទេដើម្បីទុកបំរើធ្វើជាអ្នកបំរើប៉ុន្តែម៉ូសេដោយសារអ្នកឆ្មបនឹងគាត់កោតខ្លាចព្រះអង្គឆ្មបអត់បានសម្លាប់លោកម៉ូសេទេពេលនោះម៉ូសេត្រូវបានគេយកបណ្ដែតទឹកហើយបុត្រីរបស់ស្ដេចផារ៉ោនគឺបានស្រង់លោកម៉ូសេចេញពីទឹកមកហើយក៏ដាក់ឈ្មោះគាត់ថាម៉ូសេនោះឯងនៅក្នុងជំពូកទី2ខទី10បន្តមកទៀតតើលោកម៉ូសេមានលក្ខណៈយ៉ាងដូចម្ដេចបានជាព្រះអង្គទ្រង់ហៅគាត់ឲ្យទៅដឹកនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបតើម៉ូសេជាមនុស្សមានអំណាចអត់មានអំណាចតើម៉ូសេជាមនុស្សមានចំណេះដឹងមិនដឹងអត់មានបាទគាត់មានចំណេះដឹងប៉ុន្តែគាត់អត់សូវពូកែទ្រឹស្ដីទេដោយសារអីគាត់ដំឡាន់មែនទេលោកម៉ូសេគាត់ដំឡាន់បាទគាត់និយាយអត់សូវច្បាស់ម៉ូសេជាមនុស្សដែលមានទោសទៀតតែលោកម៉ូសេធ្វើអីបានរាប់ជាមនុស្សមានទោសបាទគាត់សម្លាប់ពួកអេស៊ីបគាត់បានសម្លាប់ពួកអេស៊ីបហើយគាត់រត់អញ្ចឹងគាត់មានទោសអញ្ចឹងមនុស្សមានទោសអាចរត់មកស្រុកកំណើតវិញបានទេអាចរត់មកស្រុកអេស៊ីបវិញបានទេគាត់មិនហ៊ានទេម៉ូសេដំណើរជីវិតរបស់ម៉ូសេគឺគាត់បានស្នាក់នៅក្នុងរាជវាំង40ឆ្នាំមានន័យថាពេលដែលកើតមកហើយគេបណ្ដែតទឹកហើយគាត់ត្រូវបានបុត្រីផារ៉ោនរើសយកហើយចិញ្ចឹមរហូតដល់អាយុ40ឆ្នាំដល់អាយុ40ឆ្នាំគាត់បានសម្លាប់ជនជាតិអេស៊ីបគាត់បានរត់ទៅទីរហោឋានរស់នៅទីរហោឋាន40ឆ្នាំទៀតអញ្ចឹងគាត់មានអាយុប៉ុន្មានហើយពេលព្រះហៅ80ឆ្នាំ80ឆ្នាំព្រះទ្រង់ហៅគាត់ឲ្យទៅដឹកនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបបានប្រមាណឆ្នាំម៉ូសេស្លាប់នៅអាយុប៉ុន្មានបងប្អូនដឹងទេបាទ120អញ្ចឹងគាត់ដឹកនាំអ៊ីស្រាអែល40ឆ្នាំទៀតអញ្ចឹងដំណាក់កាលជីវិតរបស់ម៉ូសេ40ឆ្នាំ3ដង40ឆ្នាំនៅរាជវាំង40ឆ្នាំនៅទីរហោឋានខ្វៀលសត្វជាមខ្វៀលសត្វឲ្យឪពុកក្មេក40ឆ្នាំទៀតដឹកនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបតាមពិតម៉ូសេមិនមែនជាមនុស្សដែលល្អឥតខ្ចោះទេប៉ុន្តែមានមូលហេតុជាច្រើនដែលព្រះទ្រង់បានត្រាស់ហៅមនុស្សដែលមិនល្អឥតខ្ចោះហ្នឹងសម្រាប់ចូលរួមកិច្ចការងាររបស់ព្រះប៉ុន្តែសួរថានៅពេលដែលព្រះត្រាស់ហៅមនុស្សឲ្យបម្រើព្រះអង្គតើមានរឿងអីបានរារាំងមនុស្សមិនឲ្យធ្វើការងារព្រះបើសិនបើព្រះទ្រង់ត្រាស់ហៅលោកអ្នកបងប្អូនឲ្យចូលរួមពន្ធកិច្ចចូលរួមបម្រើព្រះតើមានរឿងអីកើតឡើងដែលរារាំងក្នុងជីវិតអស់លោកអ្នកបងប្អូនមិនឲ្យចូលរួមក្នុងពន្ធកិច្ចរបស់ព្រះថ្ងៃនេះយើងនឹងមើលពីលេសយើងនឹងមើលពីការដោះសាររបស់ម៉ូសេ
នៅពេលដែលព្រះទ្រង់បានត្រាស់ហៅលោកម៉ូសេលើកដំបូងបាទនេះជាពេលវេលាដែលព្រះទ្រង់បានត្រាស់ហៅលោកម៉ូសេនៅក្នុងនិកាម៉ាណាំងចំពុកទី3ខទី1ដល់ខទី6លោកម៉ូសេកំពុងតែខ្វៀលវងជៀមរបស់ឪពុកក្មេកព្រះទ្រង់យាងមកជួបជាមួយនឹងលោកម៉ូសេដោយនិមិត្តជាភ្លើងឆេះក្នុងគុំបន្លាតែភ្លើងឆេះមិនសោះឯមានន័យថាឆេះមិនដែលរលត់ហើយឆេះមិនអស់ទៀតភ្លើងនៅតែឆេះដដែលឆេះរហូតហើយលោកម៉ូសេក៏បានមកជួបនឹងព្រះអង្គទ្រង់ក៏មានបន្ទូលទៅកាន់ម៉ូសេដើម្បីហៅលោកម៉ូសេហ្នឹងឲ្យទៅរំដោះជនជាតិអ៊ីស្រាអែលហេតុអីបានព្រះប្រើម៉ូសេទៅរំដោះជនជាតិអ៊ីស្រាអែលព្រោះព្រះអង្គទ្រង់មើលឃើញពីសេចក្តីវេទនារបស់ប្រជារាស្ត្រព្រះអង្គអ៊ីស្រាអែលគេវេទនាអ៊ីស្រាអែលគេឈឺចាប់អ៊ីស្រាអែលកំពុងតែរងក្នុងភាពអយុត្តិធម៌ការតាមសម្លាប់ការបៀតបៀនរងភាពទាសករធ្វើការហួសកម្លាំងពួកគេចាប់ផ្ដើមធ្ងោចាប់ផ្ដើមស្រែករកព្រះអង្គពេលនោះហើយដែលព្រះទ្រង់បានឮសំឡេងឮសម្រែកប្រជារាស្ត្ររបស់ផងព្រះអង្គហើយព្រះអង្គក៏បានត្រាស់ហៅលោកម៉ូសេឲ្យដឹកនាំជនជាតិអ៊ីស្រាអែលនៅក្នុងជំពូកទី3ខទី10បានចែងថាដូច្នេះចូលមកឥឡូវអញនឹងចាត់ឯងទៅឯផារ៉ោនដើម្បីឯងបាននាំរាជអញគឺជាពួកកូនចៅអ៊ីស្រាអែលចេញពីអេស៊ីបមកព្រះទ្រង់បានហៅលោកម៉ូសេដើម្បីឲ្យលោកម៉ូសេអាចដឹកនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបមកនៅពេលដែលព្រះត្រាស់ហៅលោកម៉ូសេភ្លាមតើលោកម៉ូសេនឹងឆ្លើយទៅព្រះអង្គយ៉ាងម៉េចបងប្អូនប្រហែលធ្លាប់រៀនហ្នឹងមែនទេតើម៉ូសេនឹងឆ្លើយទៅព្រះយ៉ាងម៉េចបាទឥឡូវយើងមើលការឆ្លើយតបរបស់ម៉ូសេទី1នៅពេលដែលព្រះទ្រង់ត្រាស់ហៅម៉ូសេដំបូងម៉ូសេអត់ទាន់ដឹងអត់ទាន់ស្គាល់ព្រះថាព្រះអង្គជានរណាហើយចុះទូលបង្គំនឹងជាស្អីបានជាព្រះអង្គទ្រង់ត្រាស់ហៅខ្ញុំនៅពេលដែលព្រះទ្រង់ត្រាស់ហៅម៉ូសេនៅក្នុងជំពូក3ខ10ជំពូក3ខ11លោកម៉ូសេឆ្លើយតបទៅកាន់ព្រះថាព្រះអង្គតើទូលបង្គំជាអីតើខ្ញុំនឹងជាអីបានព្រះអង្គឲ្យខ្ញុំទៅនិយាយជាមួយផារ៉ោនព្រោះផារ៉ោនជាស្ដេចនៃសាសអេស៊ីបផារ៉ោនមានអំណាចចុះខ្ញុំជាអ្នកទោសខ្ញុំខំរត់គេចមកហើយមិនព្រះអង្គហៅខ្ញុំឲ្យទៅវិញអញ្ចឹងទៅវិញគេមិនចាប់តើខ្ញុំជាអីបានជាព្រះអង្គឲ្យខ្ញុំទៅនឹងនេះជាសំណួរទី1ដែលលោកម៉ូសេនឹងសួរទៅកាន់ព្រះអង្គហើយចុះបើខ្ញុំទៅហើយខ្ញុំប្រាប់គេថាព្រះមួយណាឲ្យហៅខ្ញុំនឹងឲ្យមកហៅអ៊ីស្រាអែលបាទតើព្រះឈ្មោះអីតើព្រះអង្គពនាមអីហើយចុះបើខ្ញុំហៅគេហើយអត់មានស្អីផងតើគេជឿខ្ញុំអត់ទេនេះជាសំណួរជាពាក្យដែលលោកម៉ូសេបាននិយាយទៅកាន់ព្រះហើយនឹងឆ្លើយតបទៅកាន់ព្រះជាលើកដំបូងប៉ុន្តែព្រះទ្រង់មានផែនការព្រះអង្គមានបច្ចេស្តារបស់ផងព្រះអង្គមានរបៀបដែលព្រះអង្គនឹងឆ្លើយតបទៅកាន់លោកម៉ូសេតើព្រះអង្គនឹងឆ្លើយតបទៅម៉ូសេយ៉ាងម៉េចបាទទី1ព្រះអង្គឆ្លើយតបថាអញជាព្រះដ៏ជាព្រះនៃពួកអាយកោអ្នករាល់គ្នាជាព្រះដ៏ពិតហើយអញនឹងនៅជាមួយឯងព្រះទ្រង់ឆ្លើយទៅម៉ូសេនៅមិនទាន់ជឿទៀតព្រះអង្គថានៅដៃឯងមានអីឥឡូវហ្នឹងបាទអ្នកកងវាលមានដបងប៉ុន្តែមិនមែនដបងយើងមូលទេអាដបងដូចកុកងើបាទដបងមានតពួកសត្វណាដែលដើមវិញតពួកកមកវិញអ្នកកងវាលគឺបែបហ្នឹងដូច្នេះដៃគាត់មានដបងព្រះអង្គប្រើគាត់ឲ្យធ្វើម៉េចបាទបោះដបងទៅដបងខ្លាយជាអីបាទដំបងក៏ខ្លាយទៅជាពស់ហើយព្រះអង្គមានបន្ទូលថាម៉េចឥឡូវចាប់វិញមកចាប់ដំបងវិញចាប់កតុយពស់ហ្នឹងបាទពស់ហ្នឹងក៏ខ្លាយជាដំបងឡើងវិញហេតុអីបានព្រះអង្គធ្វើបែបនោះបាទដើម្បីឲ្យលោកម៉ូសេទុកចិត្តព្រះអង្គប៉ុន្តែម៉ូសេនៅតែដូចមិនសូវទុកចិត្តទេបាទអត់ទាន់ទុកចិត្តទេព្រះអង្គឲ្យគាត់ដាក់ដៃនៅលើ
ទ្រូងពេលដាក់ដៃទៅខ្លួនគាត់ចាប់ផ្ដើមខ្លាចជាមនុស្សខ្លងបាទសក្បោះសដូចហិមៈកើតជាខ្លងដកដៃមកវិញស្អាតដូចមិនទាន់ជឿទៀតបាទអត់ទាន់ជឿទេអត់ទាន់ទុកចិត្តព្រះអង្គទេព្រះអង្គមានបន្ទូលថាដួសទឹកមកចាក់ទៅលើដីទឹកនោះខ្លាចជាឈាមការអស្ចារ្យរបស់ព្រះដើម្បីឆ្លើយតបទៅកាន់ម៉ូសេសួរថាព្រះអង្គធ្វើប៉ុណ្ណឹងហើយម៉ូសេជឿនៅទេដូចមិនទាន់អស់ចិត្តហេព្រះអង្គដូចមិនសូវច្បាស់សោះឆ្លើយតបទៅកាន់ព្រះអង្គម្ដងទៀតថាម៉េចចុះនៅពេលដែលព្រះទ្រង់ត្រាស់ហៅអស់លោកអ្នកបងប្អូនឲ្យចូលរួមកិច្ចការងាររបស់ព្រះប្រកាសដំណឹងល្អនាំមនុស្សចេញពីទាសករនៃអំពើបាបតើលោកអ្នកនឹងសួរសំណួរអីខ្លះទៅកាន់ព្រះជាម្ចាស់ព្រះអង្គឯងខ្ញុំជាអីមិនបានព្រះអង្គហៅខ្ញុំដូចជាមិនបានរៀនចេះដឹងអីទេខ្ញុំដូចជារៀនបានថ្នាក់ទី2ទេព្រះអង្គហៅខ្ញុំឲ្យទៅប្រកាសដំណឹងល្អអ្នករៀនខ្ពស់មិនកើតគេមិនស្ដាប់ខ្ញុំចុះបើខ្ញុំក្រជាងអ្នកដែលខ្ញុំទៅប្រកាសហ្នឹងខ្ញុំប្រកាសថាព្រះអង្គល្អយ៉ាងម៉េចចុះបើខ្ញុំទៀបជាងគេឋានៈខ្ញុំក៏តូចជាងគេតើខ្ញុំទៅប្រកាសប្រាប់គេយ៉ាងម៉េចតើលោកអ្នកនឹងសួរសំណួរទៅកាន់ព្រះយ៉ាងម៉េចនៅពេលដែលព្រះទ្រង់ត្រាស់ហៅលោកអ្នកបងប្អូនខ្ញុំរៀនមិនបានជ្រៅជ្រះទេព្រះអង្គហើយទុកឲ្យអ្នកផ្សេងទៅអាដំណឹងល្អហ្នឹងតើយើងឆ្លើយទៅកាន់ព្រះអង្គអញ្ចឹងបាទព្រះអង្គមានបន្ទូលបន្តិចទៀតព្រះអង្គនឹងមានបន្ទូលទៅកាន់ម៉ូសេដូចគ្នាដែរប្រហែលជាបងប្អូនខ្លះសួរព្រះអង្គត្រាស់ហៅទៅព្រះអង្គត្រាស់ហៅឲ្យធ្វើការងារព្រះអង្គព្រះអង្គឲ្យប្រាក់ខែទូបង្គំប៉ុន្មានមានដែរសួរព្រះអង្គទេបាទអត់ទេមែនទេទៅកន្លែងនេះព្រះអង្គហៅហ្នឹងមាន Wi-Fi អត់មាន Wi-Fi អត់មានសិនជាអត់បើអត់មានអត់ទៅទេបាទខ្ញុំទៅដំបូងស្អីក៏អត់ដែរបាទបើទឹកងូតវិញទឹកស្រះដឹងហើយខួនដៃសុតតើព្រះអង្គហៅខ្ញុំហ្នឹងព្រះអង្គមានឡានឲ្យខ្ញុំជិះនៅបើអត់មានទេដូចចង់ទៅទេមានសំណួរជាច្រើនលោកអ្នកបងប្អូននឹងសួរទៅកាន់ព្រះនៅពេលដែលព្រះទ្រង់ត្រាស់ហៅអ្នកបងប្អូនលើកដំបូងក្នុងពន្ធកិច្ចរបស់ព្រះខ្ញុំជឿថាយុវជននៅទីនេះសុទ្ធតែមានបទពិសោធន៍នៅពេលដែលពួកយើងហៅគាត់ឲ្យចូលរួមនៅក្នុងកិច្ចការងាររបស់ពួកជំនុំនៅក្នុងការបម្រើព្រះហើយមានសំណួរច្រើនប៉ុន្តែអរគុណព្រះអង្គពួកគាត់នៅតែមានទំនុកចិត្តថាព្រះទ្រង់ត្រាស់ហៅគាត់ហើយព្រះអង្គទុកចិត្តគាត់ហើយបានព្រះអង្គប្រើគាត់ឲ្យធ្វើបើព្រះអង្គមិនទុកចិត្តប្រកាសជាមិនផ្ដល់ឱកាសឲ្យគាត់ធ្វើទេលោកអ្នកបងប្អូនដូចគ្នាបើព្រះអង្គមិនទុកចិត្តលោកអ្នកទេព្រះអង្គមិនហៅឲ្យលោកអ្នកបងប្អូនធ្វើការងារជាមួយព្រះអង្គទេពួកការងារនេះគឺចំណែកធំណាស់ការងារដែលយើងបានធ្វើនៅលើផែនដីប៉ុន្តែលទ្ធផលនៅឯឋានសួគ៌ព្រោះយើងនាំព្រលឹងមនុស្សចេញពីភាពជាទាសករនៃអំពើបាបព្រះត្រាស់ហៅលោកម៉ូសេឲ្យនាំមនុស្សចេញពីទាសករស្រុកអេស៊ីបមកកាន់ទឹកដីដែលព្រះសន្យាហើយព្រះទ្រង់នឹងហៅអស់លោកអ្នកបងប្អូនហើយនឹងខ្ញុំទៅនាំមនុស្សចេញពីទាសករនៃអំពើបាបចូលនគរឋានសួគ៌ជាមួយនឹងព្រះអង្គចុះបើព្រះត្រាស់ហៅអ្នកបងប្អូនចឹងហើយតើបងប្អូននឹងឆ្លើយតបទៅកាន់ព្រះនឹងសួរសំណួរទៅកាន់ព្រះយ៉ាងដូចម្ដេចចំណុចទី2របស់លោកម៉ូសេការឆ្លើយតបនៅពេលដែលព្រះអង្គឃើញការអស្ចារ្យអញ្ចឹងហើយគាត់ឆ្លើយតបទៅកាន់ព្រះទៀតអូព្រះអង្គហើយទូលបង្គំតម្លាន់ហ្នឹងមាត់ទូលបង្គំរឹងណាស់អូទូលបង្គំមិនសូវមានវោហាទេបងប្អូនប្រហែលអ្នកដែលអត់សូវមានវោហានៅទីនេះបើអូសិតតែអ្នកមានវោហាអញ្ចឹងត្រូវម៉ាច់ហ្មងព្រះអង្គហៅអត់ខុសទេអត់ខុសទេខ្ញុំពីដើមមកអត់សូវមានវោហាទេបើថាតែយុវជនម្នាក់ហ្នឹងគាត់នៅជាមួយយូរគាត់ប្រហែលដឹងពេលខ្លះអង្គុយអត់សូវចូលចិត្តលេងជាមួយយុវជនទៀតអង្គុយម្នាក់ឯងយូរគេថាយើងរឹកទៀតរឹកដូចឯអាដាមអញ្ចឹងសូវចូលចិត្តលេងជាមួយគេតាមពិតចង់លេងដែរតែអត់ដឹងនិយាយអីបាទប៉ុន្តែព្រះអង្គចេះតែប្រើយូរឥឡូវលេងច្រើនជាងគេទៀតបាទលេងច្រើនតែគេចង់ធុញឥឡូវម៉ូសេទៅឆ្លើយទៅកាន់ព្រះខ្ញុំដូចជា
tu bằng côm tầm lăn không miên vô ha không miên piệt sầm đây đang vậy ta can kê tham mạch bận tái pre trong miên bận tu ta can ngô xây ta cho nè ná chứ nè bằng card ảnh bận pre cho chứ nè ná bằng card một ảnh pre ông miên âm nai bằng card một ông có miên âm nai đã piệt không một kê ao kê này vậy đây ông miên bận tu tha ở lâu đi anh nó không một anh nó bằng riêng nó piệt đại anh tới này vậy khơi âm nai chết đa bỏ pre hỏi tổ tua ban sắc đây sân gia bỏ pre hỏi tha pra ong trung nắng công chỉ muối pra nắng bằng riêng ao kế ao lục mô xe nắng này dây piệt đại tớiประกาศប្រាប់ដល់ស្ដេចផារ៉ោនដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីអេស៊ីបម៉ូសេទុកចិត្តនៅទៀតបាទលោកម៉ូសេមិនទាន់ទុកចិត្តទៀតចុះបើសិនជាអ្នកបងប្អូនវិញព្រះអង្គហៅសួរទៀតហើយបើព្រះអង្គហៅអ្នកបងប្អូនទៅធ្វើការងាររបស់ព្រះនាំមនុស្សចេញពីភាពជាទាសករនៃអំពើបាបពីមុនមកម៉ូសេគាត់ប្រាប់ថាម៉េចគាត់តម្លាន់លេះហ្នឹងនឹងជាលេះទេគាត់តម្លាន់គាត់អត់សូវមានវោហានដាតគាត់រឹងមាត់គាត់រឹងហ្នឹងលេះរបស់ម៉ូសេចុះបើសិនព្រះអង្គហៅអ្នកបងប្អូនមានលេះអីទៅកាន់ព្រះអត់បាទ24ម៉ោងធ្វើការធំជាមន្ត្រីរាជការទៀតវល់អត់មានពេលទៅឯព្រះអង្គហើយមានលេះអីទៀតអូអត់ចេះព្រះបន្ទូលទេមិនដឹងទៅនិយាយប្រាប់គេថាម៉េចវគេសួរទៅគេអាំងស្ញាញ់អត់មានអីឆ្លើយលេះបងប្អូនមានលេះអីទៀតឆ្លើយមួយព្រះអូជាប់មើលកូនអូព្រះអង្គឲ្យខ្ញុំគ្មានពេលទៅឯងជាប់មើលកូនកូនយំអត់ហ៊ានទៅឯងខ្លាចរំខានគេបាទរវល់លក់ដូរវល់ជួបអតិថិជនទៀតវល់ដើរជាមួយ sponsor ទៀតអ្នកខ្លះមានលេះខ្លាចខ្មៅអូទៅនឹងក្តៅខ្មៅងាប់ប៉ុនខ្មៅអាតូមីជួយបានមែនទេមានលេអាតូមីជួយបានព្រះអង្គថ្ងៃនេះដូចជាអស់កម្លាំងអត់ទៅទេដូចព្រះអង្គហៅឲ្យទៅប្រកាសម្ដងល្អដូចជាមិនទៅថ្ងៃនេះអស់កម្លាំងណាស់វីតាមីន C អាតូមីជួយបានទៀតបាទហេម៉ូហ៊ីមទៀតអត់មានលេះអីទៀតទេចាបាទមានលេះទៀតអូថ្ងៃហ្នឹងភ្លៀងភ្លៀងមានអាវភ្លៀងទៀតឥឡូវទៅអត់ឡើយបាទលេះយើងច្រើនក៏ព្រះអង្គមានវិធីច្រើនរបស់ផងព្រះដែរចុះលោកម៉ូសេនៅមានលេះអីទៀតដល់ពេលអស់លេះឆ្លើយមួយព្រះអង្គនិយាយមួយអូព្រះអង្គអើយព្រះអង្គចាត់អ្នកណាចាត់ទៅខ្ញុំមិនទៅទេព្រះអង្គចាត់អ្នកផ្សេងទៅព្រះអង្គហើយដល់ពេលហ្នឹងព្រះទ្រង់ក្តៅលកជាបដែរបាទព្រះអង្គទ្រង់ក្តៅពេលហ្នឹងប៉ុណ្ណឹងហើយមិនទៅទៀតឥឡូវទៅឆាប់យកតបចេញទៅម៉ូសេស្ដាប់តាមព្រះអង្គពេលនោះហើយម៉ូសេក៏ចាប់ដើមប្រហែលជាព្រះអង្គគង់នៅជាមួយមែនហើយបានព្យាយាមទៅបានពេលទៅទាំងមិនសូវទុកចិត្តទៀតប៉ុន្តែផែនការរបស់ផងព្រះអង្គនៅក្នុងសេចក្តីសង្គ្រោះដំណើរដែលព្រះអង្គទ្រង់រៀបចំគឺព្រះអង្គបានគិតគូរជាស្រេចរួចទៅហើយនៅពេលដែលព្រះទ្រង់ត្រាស់ហៅលោកអ្នកបងប្អូនហើយនឹងខ្ញុំក្នុងចំណែកក្នុងការចូលរួមបម្រើព្រះអង្គបានរៀបផែនការជាស្រេចសម្រាប់ដំណើរយើងរួចទៅហើយនៅពេលដែលព្រះអង្គទ្រង់ត្រាស់ហៅខ្ញុំឲ្យទៅទំពាំងប្រាសាទឧត្តរមានជ័យខ្ញុំមិនដឹងកន្លែងដេកនៅទីណាមិនដឹងបាយជាមួយអ្នកណាប៉ុន្តែទៅសាឡបងចប់ខែ8ខែ10ទៅសាឡបងចំពេលភ្លៀងទៀតបើដីភ្លៀងវិញតែអ្នកធ្លាប់ទៅដឹងហើយពីកន្លែងស្នាក់នៅទៅតំបន់ដែលយើងប្រកាសដំណឹងល្អហ្នឹង20គីឡូប៉ុន្តែផ្លូវដីក្រហមអញ្ចឹងខែភ្លៀងគឺវល់បាទដីវល់បើខែក្តៅខែប្រាំងចេះបាទហុយដូចចុះអាប់អញ្ចឹងលើកមុនខ្ញុំថតហើយខ្ញុំផ្ញើមកពួកជំនុំអូមេកំពុងតែចុះអាប់បាទពួកគាត់ស្មានចុះអាប់មែនតែនបាទនៅពេលដែលព្រះទ្រង់ត្រាស់ហៅយើងព្រះអង្គទ្រង់រៀបចំជាស្រេចខ្ញុំទៅដល់ព្រះអង្គទ្រង់រៀបជាស្រេចសម្រាប់ដំណើររបស់ខ្ញុំទាំងអាហារហូបចុកទាំងកន្លែងស្នាក់នៅទាំងអីព្រះអង្គគឺរៀបចំព្រះអង្គទៅមុនខ្ញុំទៀត
ព្រះអង្គត្រាក់ប្រើខ្ញុំទៅតែព្រះអង្គទៅមុនខ្ញុំទៀតព្រះអង្គប្រើម៉ូសេឲ្យទៅប៉ុន្តែព្រះអង្គទៅមុនម៉ូសេទៀតបាទព្រះអង្គរៀបចំហើយហ្នឹងដូច្នេះគ្រប់ការទាំងអស់ក៏បានសម្រេចពិតប្រាកដមែនម៉ូសេក៏បាននាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបពិតប្រាកដមែននៅក្នុងលេខបណ្ដាំចំពុកទី12ខទី41ដល់ខទី51ខទី41បានចែងថារួចដល់ផុតពី430ឆ្នាំនោះទៅនៅថ្ងៃដដែលនោះឯងពួកកកកុញរបស់ព្រះយេហូវ៉ាគេក៏នាំគ្នាចេញពីស្រុកអេស៊ីបទៅខទី51នៅថ្ងៃនោះឯងព្រះយេហូវ៉ាទ្រង់ក៏នាំពួកកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីបដោយពួកកងរបស់គេអ្វីដែលព្រះអង្គទ្រង់រៀបចំគឺព្រះអង្គទ្រង់មានផែនការរបស់ផងព្រះអង្គជាស្រេចនៅក្នុងការនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីបភាពជាទាសកររាប់រយឆ្នាំព្រះទ្រង់បានរំដោះបើសិនបើព្រះទ្រង់ត្រាស់ហៅលោកអ្នកចូលរួមពន្ធកិច្ចចូលរួមបម្រើព្រះអង្គយើងមើលពេលដែលព្រះជាម្ចាស់ទ្រង់ត្រាស់ហៅលោកម៉ូសេឲ្យទៅរំដោះជនជាតិអ៊ីស្រាអែលចេញពីទាសករនៃអំពើបាបនៅស្រុកអេស៊ីបលោកម៉ូសេស្ដាប់បង្គាប់ព្រះអង្គក៏ចេញទៅនៅពេលដែលព្រះទ្រង់ចាត់ព្រះរាជបុត្រារបស់ផងព្រះអង្គគឺព្រះយេស៊ូវគ្រីស្ទដែល2ខែមុនយើងចាប់ផ្ដើមធ្វើកម្មវិធីគេគ្រីស្មាសកម្មវិធីណូអែលយើងមានអំណរយើងសប្បាយព្រះដែលសង្គ្រោះទ្រង់យាងមកផែនដីប៉ុន្តែសួរថាកិច្ចការងាររបស់ផងព្រះអង្គអំណរទេព្រះបុត្របិតាបានសួរព្រះយេស៊ូវថាកូនឥឡូវនេះឪពុកចាត់កូនឲ្យទៅរំដោះមនុស្សចេញពីអំពើបាបបញ្ជូនកូនទៅក្នុងលោកីដើម្បីរំដោះមនុស្សចេញពីអំពើបាបនៅពេលដែលកូនទៅនោះត្រូវគេមើងងាយនៅពេលដែលកូនទៅត្រូវគេវាយនៅពេលដែលកូនទៅត្រូវគេឆ្កាងនៅលើឈើឆ្កាងនៅពេលដែលកូនទៅត្រូវគេសម្លាប់តើព្រះយេស៊ូវទ្រង់មានបន្ទូលឆ្លើយទៅកាន់ព្រះបិតាថាម៉េចទូព្រះបង្គំព្រមព្រះយេស៊ូវព្រមយាងមកផែនដីទោះបីដឹងថាព្រះអង្គយាងមកត្រូវស្លាប់ត្រូវសគត់ក៏ដោយគឺព្រះអង្គព្រមយាងមកចុះលោកអ្នកបងប្អូននៅពេលដែលព្រះអង្គទ្រង់ហៅលោកអ្នកបងប្អូនឲ្យទៅធ្វើកិច្ចការងាររបស់ព្រះអត់ដល់ថ្នាក់ដូចព្រះយេស៊ូវត្រូវឆ្កាងនៅលើឈើឆ្កាងអត់ដល់ថ្នាក់ត្រូវគេវាយទេអត់មានមិនដល់ថ្នាក់ត្រូវគេចាប់ដាក់គុកដោយលោកប៉ុលផងតើលោកអ្នកបងប្អូននឹងឆ្លើយទៅកាន់ព្រះជាម្ចាស់ថាយ៉ាងម៉េចបងប្អូនព្រមទេបើសិនព្រះត្រាស់ហៅនៅថ្ងៃនេះឲ្យចូលរួមពន្ធកិច្ចរបស់ផងព្រះអង្គបងប្អូនមកអ្នកព្រមខ្ញុំមើលមុខឲ្យហើយបាទអ្នកគ្រូចាំទុកបាទមានអ្នកព្រមទៅប្រកាសដំណឹងល្អនាំមនុស្សចេញពីទាសករនៃអំពើបាបអ្នកគ្រូថតទុកទៅហើយអ្នកណាព្រមជាពិសេសសិស្សថ្នាក់ TE បាទគាត់ព្រមប្រហែលជាមានលំហាត់មួយឲ្យទៅប្រកាសដំណឹងល្អបាទខ្ញុំមានលំហាត់មួយសម្រាប់យុវជននៅវិហារខ្ញុំដែរប្រកាសដំណឹងល្អតាមផ្លូវរថភ្លើងបាទចិត្តដល់ហើយអញ្ចឹងនៅពេលដែលព្រះត្រាស់ហៅលោកអ្នកនៅពេលដែលលោកអ្នកឆ្លើយថាយល់ព្រមដោយសារវាជាព្រះរាជបញ្ជារបស់ផងព្រះអង្គនៅពេលដែលព្រះយេស៊ូវទ្រង់យាងមកផែនដីព្រះអង្គទទួលគ្រប់ទាំងអំពើបាបរបស់មនុស្សព្រះអង្គសគត់នៅលើឈើឆ្កាងដើម្បីលួសអំពើបាបរបស់មនុស្សព្រះអង្គទ្រង់មានប្រជញ្ញរស់ឡើងវិញមុនពេលដែលព្រះអង្គទ្រង់យាងទៅឋានសួគ៌ព្រះអង្គទ្រង់បានដាក់ព្រះរាជបញ្ជាមួយសម្រាប់អ្នកជឿព្រះយេស៊ូវគ្រីស្ទសម្រាប់ប្រជារាស្ត្ររបស់ផងព្រះអង្គនៅក្នុងព្រះគម្ពីរម៉ាថាយជំពូកទី28ខទី18ដល់ខទី20តើព្រះអង្គទ្រង់ដាក់បញ្ជាថាម៉េចមិនមែនជាពាក្យដែលព្រះអង្គសុំយើងទេគឺជាពាក្យបញ្ជារបស់ផងព្រះអង្គព្រះយេស៊ូវទ្រង់មានបន្ទូលទៅកាន់បណ្ដាជនទៅកាន់ពួកសិស្សថាគ្រប់ទាំងអំណាចបានប្រគល់មកផែនដីផងមានន័យថាទាំងនៅឋានសួគ៌ទាំងនៅផែនដីបានប្រគល់មកព្រះយេស៊ូវហើយដូច្នេះព្រះអង្គទ្រង់មានអំណាចទាំងនៅលើឋានសួគ៌ព្រះអង្គមានអំណាចទាំងនៅលើផែនដីបន្ទាប់មកទៀតព្រះអង្គបានប្រាប់ថាម៉េចដូច្នេះ
ចូលទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសព្រមទាំងធ្វើបុណ្យជាមួយទឹកឲ្យដោយនៅព្រះនាមព្រះវរបិតាព្រះរាជបុត្រានិងព្រះវិញ្ញាណបរិសុទ្ធហើយបង្រៀនគេឲ្យគេកាន់តាមគ្រប់ទាំងសេចក្តីដែលខ្ញុំបង្គាប់មកអ្នករាល់គ្នាផងមើលបាទអូខេព្រះអង្គទ្រង់បង្គាប់បញ្ជាឲ្យព្រះអង្គទ្រង់មានបន្ទូលសន្យាមួយទៀតថាម៉េចខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នារាល់តែថ្ងៃដល់រាបដល់បំផុតកលព្រះទ្រង់បង្គាប់បញ្ជាលោកអ្នកបងប្អូនហើយនឹងខ្ញុំឲ្យយើងចេញទៅប្រកាសដំណឹងល្អឲ្យយើងចេញទៅនាំមនុស្សចេញពីភាពជាទាសករនៃអំពើបាបឲ្យគេមានឱកាសក្នុងការចូលទៅឯនគរឋានសួគ៌ដូចជាព្រះអង្គទ្រង់ហៅម៉ូសេឲ្យទៅនាំអ៊ីស្រាអែលចេញពីទាសករនៃស្រុកអេស៊ីបដូចគ្នាដែរដូច្នេះនៅពេលដែលព្រះអង្គទ្រង់ត្រាស់ហៅលោកអ្នកបងប្អូនត្រូវតែយល់ព្រមវាជាឱកាសដែលព្រះទ្រង់ប្រើលោកអ្នកបងប្អូនជាមនុស្សដែលព្រះទុកចិត្តហើយបានជាព្រះប្រើលោកអ្នកបងប្អូនតើលោកអ្នកបងប្អូននៅមានលេសដើម្បីនឹងបដិសេធព្រះទៀតដែរឬទេបាទជឿថាលោកអ្នកបងប្អូនគ្មានលេសទេគ្មានបដិសេធលែងមានពេលបដិសេធជាមួយព្រះហើយឬក៏ចាំដល់ពេលដែលយ៉ាងម៉េចបានមករកព្រះអ្នកខ្លះអាពេលកំពុងសបាយពេលកំពុងកំពុងមានកម្លាំងអញ្ចឹងអត់រកព្រះអង្គទេអត់បម្រើព្រះអង្គទេអាពេលអូសជើងអើយព្រះអង្គហើយព្រះអង្គប្រើទូលបង្គំធ្វើអីក៏បានដែរកុំចាំពេលដល់អូសដៃអូសជើងបានរត់មករកព្រះតើនៅមានកម្លាំងតើនៅមានឱកាសតើនៅព្រះប្រើធ្វើទៅលោកអ្នកធ្វើការងាររបស់ព្រះមិនឥតប្រយោជន៍ទេព្រោះព្រះអង្គទ្រង់ក៏គិតគូរពីការងារអស់អ្នកបងប្អូនដូចគ្នាដែរនៅពេលដែលយើងធ្វើការងារព្រះក៏កំពុងតែធ្វើការងារសម្រាប់ជីវិតយើងដូចគ្នាដែរបើសិនបើព្រះទ្រង់ត្រាស់ឲ្យលោកអ្នកបងប្អូននៅទីនេះសូមកុំបដិសេធព្រះអង្គសូមឆ្លើយថាយល់ព្រមដើម្បីលោកអ្នកបងប្អូនមានឱកាសក្នុងការទទួលយកគ្រប់ទាំងពាក្យមានឱកាសក្នុងការនាំមនុស្សឲ្យចូលទៅឯនគរឋានសួគ៌សំខាន់ណាស់ព្រះមានបន្ទូលថាម៉េចដែលនាំមនុស្សម្នាក់ចេញពីអំពើបាបចូលឯនគរឋានសួគ៌នោះគឺជាព្រះពរនាំមនុស្សម្នាក់ឲ្យចេញពីកន្លែងដែលពិបាកនាំមនុស្សម្នាក់ដែលអស់សង្ឃឹមឲ្យចូលទៅទីកន្លែងដែលពេញដោយសេចក្តីសង្ឃឹមប្រហែលជាបងប្អូននៅទីនេះធ្លាប់ឆ្លងកាត់ជីវិតមុននឹងទទួលជឿព្រះអង្គមុននឹងបំផ្លាស់បំប្រែមករកឯនគរឋានសួគ៌ប្រហែលជាជីវិតធ្លាប់អស់សង្ឃឹមលំបាកដូចជាពួកអ៊ីស្រាអែលនៅអេស៊ីបចឹងគេលំបាកគេអស់សង្ឃឹមបានជិតគេអំពាវនាវរកព្រះអង្គតែជាមនុស្សខ្លះកំពុងតែចាំលោកអ្នកបងប្អូនទៅសង្គ្រោះពួកគេដូចជាអ៊ីស្រាអែលចាំលោកម៉ូសេទៅនាំគេចេញពីអេស៊ីបមកដូច្នេះបើសិនជាព្រះអង្គប្រើហើយទៅចុះមនុស្សជាច្រើនកំពុងតែរងចាំលោកអ្នកបងប្អូនទៅនាំគេចេញពីអំពើបាបនាំគេចេញពីទាសករនៃអំពើបាបហើយចូលទៅឯនគររបស់ផងព្រះមនុស្សកំពុងតែរងចាំលោកអ្នកបងប្អូនទៅសង្គ្រោះពួកគេដូច្នេះចូលឆ្លើយថាយល់ព្រមហើយចេញទៅប្រកាសដំណឹងល្អចេញទៅប្រកាសពីព្រះបន្ទូលព្រះអង្គហើយនាំគេចូលឯនគរឋានសួគ៌ជាមួយនឹងព្រះដូចជាលោកអ្នកសពថ្ងៃនេះដែលលោកអ្នកបានចូលនគរព្រះដោយសារព្រះគុណដែលមានព្រះយេស៊ូវគ្រីស្ទព្រះអង្គទ្រង់ជាអ្នកដឹកនាំហើយព្រះអង្គក៏កំពុងតែគង់ជាមួយអស់អ្នកបងប្អូនរាល់ថ្ងៃបងប្អូនដឹងទេថាព្រះកំពុងតែគង់ជាមួយលោកអ្នកបាទដឹងព្រះដែលមានអំណាចចេស្តាអំណាចទាំងនៅឋានសួគ៌និងនៅផែនដីនៅនឹងព្រះហស្ថរបស់ផងព្រះអង្គហើយព្រះអង្គក៏កំពុងតែគង់ជាមួយអ្នកអស់លោកអ្នកបងប្អូនដូច្នេះនៅមានអីត្រូវខ្លាចទៀតគ្រាន់តែប្រកាសប្រាប់គេហើយនាំគេទៅឯព្រះអង្គវិញដូច្នេះលើកទឹកចិត្តលោកគ្រូអ្នកគ្រូព្រមទាំងអ្នកបងប្អូនម្ដងទៀតតន់ព្រះប្រើតន់ព្រះត្រាស់ហៅតន់នៅមានឱកាសតន់នៅមានកម្លាំងចូលធ្វើកិច្ចការងាររបស់ព្រះហើយនាំមនុស្សចូលឯនគរឋានសួគ៌ដូចជាម៉ូសេនាំអ៊ីស្រាអែលចេញពីភាពជាទាសករនៃស្រុកអេស៊ីប
យល់ព្រមទេបាទយល់ព្រមសូមអធិដ្ឋានជាមួយនឹងខ្ញុំលោកអ្នកបងប្អូនមិនមែននិយាយជាមួយខ្ញុំទេគឺកំពុងតែនិយាយជាមួយនឹងព្រះថាអ្នកបងប្អូនព្រមនៅពេលដែលព្រះអង្គទ្រង់ប្រើលោកអ្នកបងប្អូនទូព្រះបង្គំយើងខ្ញុំសូមអរព្រះគុណព្រះអង្គគ្រប់ទាំងព្រះពរព្រះគុណនិងសេចក្តីសុខសាន្តយើងខ្ញុំអរព្រះគុណព្រះអង្គសម្រាប់រសៀលនេះដែលព្រះអង្គបានប្រទានពរដល់យើងខ្ញុំទាំងអស់គ្នាចូលរួមថ្វាយបង្គំព្រះអង្គនិងស្ដាប់នៅព្រះសូរសៀងរបស់ផងព្រះអង្គបងហើយសូមឲ្យព្រះបន្ទូលថ្ងៃនេះរំលឹកយើងខ្ញុំដើម្បីឲ្យយើងខ្ញុំប្រើឱកាសទាន់ព្រះអង្គបានប្រើយើងខ្ញុំឆ្លើយតបការត្រាស់ហៅរបស់ផងព្រះអង្គឲ្យយើងខ្ញុំបានចេញទៅនាំមនុស្សដែលកំពុងតែវង្វេងមនុស្សដែលកំពុងតែអស់សង្ឃឹមមនុស្សដែលកំពុងតែត្រូវការសេចក្តីសង្គ្រោះសូមព្រះអង្គទ្រង់បានប្រើយើងខ្ញុំដូចជាព្រះអង្គទ្រង់បានប្រើម៉ូសេសូមព្រះអង្គបានប្រើយើងខ្ញុំឲ្យទៅនាំគេដូចជាព្រះអង្គប្រើម៉ូសេឲ្យនាំអ៊ីស្រាអែលដូចគ្នាដែរហើយទូលបង្គំជឿថាព្រះអង្គទ្រង់គង់នៅជាមួយយើងខ្ញុំទាំងអស់គ្នាហើយនៅថ្ងៃនោះមនុស្សជាច្រើននឹងអរសប្បាយមនុស្សជាច្រើននឹងបានឮសំឡេងព្រះអង្គហើយនៅថ្ងៃនោះប្រជាជាតិរបស់យើងខ្ញុំនឹងទទួលបានសេចក្តីសង្គ្រោះហើយប្រជាជាតិរបស់ខ្ញុំនឹងស្រែកថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអង្គម្ចាស់របស់យើងខ្ញុំទាំងអស់គ្នាទូលព្រះបង្គំយើងខ្ញុំអរព្រះគុណព្រះអង្គហើយទូលថ្វាយគ្រប់ទាំងកិច្ចការដែលពួកយើងខ្ញុំនឹងធ្វើបន្តទៀតនៅក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទបាទសូមព្រះប្រទានពរ